បាទថ្ងៃនេះឆ្លើយសំណួរបងប្អូនគាត់សួររឿងសន្ទះខាងក្រោយនេះបាទសន្ទះខាងក្រោយហ្នឹងតើវាជាសន្ទះអ្វីហើយមិនក៏ពេលខ្លះគាត់ជិះទៅគាត់ឮសំឡេងខ្យល់ចេញពីហ្នឹងអញ្ចឹងណាបាទគាត់ឮសំឡេងខ្យល់ចេញពីហ្នឹងវូវូអញ្ចឹងទៅហើយថ្ងៃខ្លះគឺអត់ឮទេអញ្ចឹងសន្ទះនេះតើគេដាក់មកហ្នឹងសម្រាប់អីគេបាទអញ្ចឹងសន្ទះនេះគឺសន្ទះបឺតខ្យល់បាទជានិយាយទៅវាគ្រាន់តែជាសន្ទះដូចកង្ហារបស់យើងអញ្ចឹងណាបាទសម្រាប់សម្គាល់ថាវាជាកន្លែងបឺតខ្យល់បាទវាជាសន្ទះកង្ហាដោយសារនៅខាងក្រោយនេះកន្លែងនេះបាទនៅកន្លែងហ្នឹងនេះកន្លែងហ្នឹងវាមានកូនកង្ហាមួយបាទសម្រាប់បឺតខ្យល់យកទៅស្អំអាគុយ hybrid របស់យើងនៅខាងក្រោមបាទនៅខាងក្រោមកៅអីហ្នឹងអញ្ចឹងនៅខាងក្រោយកៅអីយើងកន្លែងហ្នឹងគឺវាមានអាគុយ hybrid ហើយអញ្ចឹងពេលដែលឡានយើងធ្វើដំណើរគឺយើងបើកម៉ាស៊ីនត្រជាក់ទៅគឺវាបឺតខ្យល់ចូលដើម្បីទៅស្អំបាទស្អំអាគុយយើងកុំឲ្យវាក្តៅបាទអញ្ចឹងសន្ទះហ្នឹងគឺមុខងារវាគឺស្អំអាគុយបាទសម្រាប់មុខងារស្អំអាគុយកុំឲ្យអាគុយយើងក្តៅហើយអាគុយកាលណាតាអាគុយយើងត្រជាក់ល្អបាទវាអត់ងាយខូចទេបាទវាអត់ងាយខូចទេអាគុយដូចតែថ្មទូរស័ព្ទយើងដែរទេថ្មទូរស័ព្ទយើងគេមានប្រទេស chip បាទសម្រាប់ជួយបន្សាបកម្ដៅអញ្ចឹងកាលណាតាទូរស័ព្ទយើងអត់សូវក្តៅថ្មយើងក៏ងាយខូចដែរអាគុយដូចគ្នាអញ្ចឹងបងប្អូនបាទអាគុយដូចគ្នាអញ្ចឹងកន្លែងហ្នឹងកាលណាតាវាដំណើរការបាទគឺអត់លឺសលេងទេបាទវាអត់លឺសលេងទេបាទកាលណាតាវាដំណើរការអាគុយយើងល្អគឺវាអត់លឺសំឡេងទេប៉ុន្តែវាបើសិនជាកន្លែងហ្នឹងវាអាសាលឺសំឡេងបាទអាសាលឺសំឡេងមានន័យថាអាគុយយើងគឺវាអាចនឹងចិត្តមានបញ្ហាហើយវាលឺសំឡេងដោយសារអីដោយសារមានន័យថាអាគុយយើងក្តៅបាទអាគុយក្តៅគឺវារុញខ្យល់ក្តៅហ្នឹងចេញមកវិញអានេះវាអញ្ចឹងវិញបើវាបច្ច្រាស់គណៈតែអាគុយយើងក្តៅអាគុយយើង error ចង់មានបញ្ហាគឺវារុញព្យាមរុញខ្យល់ក្តៅហ្នឹងចេញមកក្រៅឲ្យអស់ហើយបើវាបឺតខ្យល់ចូលទៅវិញអញ្ចឹងបងប្អូនអញ្ចឹងកាលណាតែវាលឺសំឡេងវូវូខ្យល់ចេញពីហ្នឹងអាហ្នឹងវាច្រើនគឺអាគុយយើងដំណើរការអត់ល្អហើយបាទអាគុយយើងអាចនឹងទី1អាចនឹងចិត្តខូចទី2អាចនឹងការធ្វើការរបស់អាគុយ hybrid យើងវាអត់ប្រក្រតីបាទសាកភ្លើងមិនល្អឬក៏អាគុយយើងឡើងស្នឹមច្រើនអីចឹងទៅក៏វាអាចធ្វើឲ្យចេញខ្យល់មកតាមនឹងលឺសំឡេងខ្លាំងដែរបាទហើយអាគុយហ្នឹងកាលណាថាវាលឺសំឡេងខ្លាំងគឺមិនមែនជាសញ្ញាល្អទេចឹងណាបាទប៉ុន្តែបើលឺយូរម្ដងមកកាលអាហ្នឹងវាក៏សញ្ញាមិនល្អដែរគ្រាន់តែវាមិនងាយនឹងខូចភ្លាមទេប៉ុន្តែបើវាអាសាលឺអាហ្នឹងវាជាសញ្ញាមិនល្អបាទវាជាសញ្ញាគៀកអីបងប្អូនបាទហើយបើឡានយើងអន់អាគុយខ្លាំងពេលខ្លះគ្រាន់តែលឺភ្លាមគឺខូចឡូតសញ្ញាត្រីកោណលើតាប់ឡូយើងតែម្ដងអញ្ចឹងមិនថាបើសិនជាយើងអ្នកជិះតាមផ្លូវដីហុយបាទជិះតាមផ្លូវដីហុយច្រើនយើងផ្ទះយើងនៅតាមជនបទតាមអីយល់ល្អមួយឆ្នាំជាងបាទមួយឆ្នាំទៅ2ឆ្នាំអីបងប្អូនគួរតែដោះលាងបាទដោះសម្អាតកង្ហានៅខាងក្រោយបាទនេះកង្ហាកន្លែងនេះហើយខ្ញុំក៏មានវីដេអូរបៀបដោះសម្អាតឲ្យដែរបងប្អូនអាចដោះបានងាយទេបងប្អូនបើមានតសោដូចជាសោលេខ11បាទគឺយើងដោះបានហើយសោអសធីណាបាទយើងអាចដោះសម្អាតកង្ហានៅខាងក្រោយនឹងបានហើយអញ្ចឹងកាលណាតែកង្ហានឹងមានសបុកពេញពីងមានដីមានអីកាន់ច្រើនក៏វាធ្វើឲ្យការបឺតខ្យល់យកស្អំអាគុយនឹងវាអត់បានល្អដែរបាទស្អំអាគុយ hybrid យើងអញ្ចឹងកាលណាតែវាស្អំអាគុយ hybrid យើងអត់បានល្អវាធ្វើឲ្យអាគុយយើងវាងាយនឹងក្តៅវាងាយនឹងខូចអញ្ចឹងកន្លែងហ្នឹងក៏គេហាមដែរបើអត់ឲ្យមានមនុស្សអង្គុយបាំងឬក៏ដាក់អីវ៉ាន់អីទៅបាំងកន្លែងហ្នឹងទេព្រោះវាបឺតខ្យល់ពេលដែលឡានយើងធ្វើដំណើរទៅគឺវាបឺតខ្យល់ត្រជាក់ចូលអញ្ចឹងណាបងប្អូនបាទវាសម្រាប់បឺតខ្យល់ត្រជាក់ចូលអញ្ចឹងអរគុណច្រើនបងប្អូនបាទបញ្ជាក់ថាកន្លែងហ្នឹងបើសិនជាវាធម្មតាបាទបើសិនជាវាធម្មតាគឺវាអត់លឺសំឡេងទេហើយបើវាលឺសំឡេងគឺវាមិនធម្មតាទេបាទមានន័យថាទី1អាចនឹងកង្ហាយើងវាដីកក់កុញច្រើនបើសបុកពេញពីងកក់កុញច្រើនឡានខ្លះដោះមកគឺសបុកពេញពីងកក់កុញច្រើនមែនតែនបាទនៅជាប់នឹងកង្ហាខាងក្រោយហ្នឹងបាទកង្ហានៅគេនេះអញ្ចឹងបាទយើងបើសិនជាឡានយើងមិនដែលដោះលាងកង្ហាហ្នឹងទេយើងគួរតែដោះលាងវាម្ដងបាទបញ្ជាក់បាទយើងជិះចាប់ពីមួយឆ្នាំឡើងអីទៅចាំយើងដោះលាងម្ដងបើសិនជាយើងទំទិញទំអីទេប្រហែលជាមិនបញ្ហាទេព្រោះអាចជាឃ្លាំងគេដោះលាងដោះអីឲ្យយើងហើយប៉ុន្តែបើយើងចង់ច្បាស់យើងអាចដោះសម្អាតវាក៏មិនបញ្ហាដែរបងប្អូនបាទក៏វាល្អដែរហើយបើសិនជាដោះសម្អាតវាហើយបើយើងអាច
យើងគួរតែលាងវាមួយឈុតទៅបងប្អូនបាទទាំងកង្ហាហ្នឹងក៏ដូចជាស្នឹមមកុយ hybrid បាទជាធម្មតាមួយឆ្នាំជាងតែ2ឆ្នាំគេដោះលាងម្ដងហើយស្នឹមមកុយ hybrid ក៏ដូចជាកន្លែងកង្ហាស្អំមកុយហ្នឹងបាទអញ្ចឹងអរគុណច្រើនបងប្អូន